Sông xoa cùng một căn sai video tí đọc robot xếp hơi Headway Elementary Student Bookในขนมsai video នេះលោកគ្រូនឹងនាំមកជូនបងប្អូនកូនក្មួយចៅសិស្សានុសិស្សនិងបដិជគុណព្រះសង្ឃគ្រប់ព្រះអង្គដែលនិមន្តចូលរៀននៅក្នុងខ្សែវីដេអូភាគទី10នេះដែលខ្សែវីដេអូនេះនឹងនាំមកជូនដោយអត្ថបទមួយនៅលើទំព័រទី16ណាបានន័យថាលើទំព័រទី16នោះមានអត្ថបទ2ដែលអត្ថបទទី1នេះគឺនិយាយអំពី Darcy Bussell Ballet Dancer ណាមួយណាទី1ហើយនឹងមួយទៀតគឺ David Guetta DJ Superstar ណាអាហ្នឹងគេឲ្យយើងកលេចមើលមកអ្នកទាំងពីរហ្នឹងហើយគេសួរយើងថាណា Do you know them អូខេសំណួរនេះដូចដែលលោកគ្រូធ្លាប់បរៀនចឹងណាសំណួរបានន័យថា Do you know them ណាពាក្យ them គឺជាពាក្យនៅចុងប្រយោគស្មើនឹងន័យបើនៅដើមប្រយោគគេថា they ណាប្រែមកថាពួកគេហើយសំណួរសួរថា Do you know them ណាតើអ្នកឯងស្គាល់ពួកគេទេអូខេ Do you know them អូខេអង់គ្លេសវាកើតចេញមួយចឹងហើយធ្វើឲ្យយើងចាំ Do you know them ណាយ៉ាងអញ្ចឹងនៅកន្លែងនេះលោកគ្រូសូមបង្ហាញអំពីthe ballet dancer គឺអ្នករាំរបស់ ballet ណា ballet dancer ហ្នឹងគាត់ឈ្មោះ Darcy ណា Darcy Bussell អញ្ចឹងនៅក្នុងនេះលោកគ្រូសូមលើកយកពីរបៀបសរសេរពីគេថាសង្ខេបនៃប្រវត្តិឬក៏ហៅថាការឧទ្ទិសនាមណែនាំខ្លួនឲ្យស្គាល់ពីរបៀបសរសេរណាក្នុងការណែនាំខ្លួនព្រោះយើងរាល់ថ្ងៃយើងទៅធ្វើអីមួយក៏ដោយយើងចង់ធ្វើការណែនាំខ្លួនឲ្យគេស្គាល់ថាយើងជាស្អីអញ្ចឹងលោកគ្រូសូមលើកយកនៅក្នុងរបៀបណែនាំខ្លួនរបស់ Darcy Bussell ដែលគាត់ជាអ្នករបាំបាលេណាយកមកបង្ហាញជូនដើម្បីឲ្យបងប្អូនកូនគួយហ្នឹងចេះសរសេរខ្លួនឯងផងមិនមែនតែសរសេរគេទេហើយយើងធ្វើឲ្យគេរួចហើយយើងហាត់រៀនធ្វើដោយខ្លួនឯងសាកមើលណាយើងរៀនសរសេរជាភាសាអង់គ្លេសខ្លួនឯងណាបានន័យថាការវិវត្តនៃការចេះនឹងរបស់យើងវាកើនហើយអញ្ចឹងយើងអាចធ្វើបានហើយណាលោកគ្រូសូមលើកទឹកចិត្តកន្លែងហ្នឹងបានន័យថាយើងអាចធ្វើបានដោយខ្លួនឯងហើយយ៉ាអញ្ចឹងចូលតាមដានជាមួយលោកគ្រូទាំងអស់គ្នាលោកគ្រូនឹងបង្ហាញអំពីរបៀបដែលត្រូវធ្វើពីគេថាការបង្ហាញខ្លួននិងណែនាំខ្លួនដោយខ្លួនឯងយ៉ាអញ្ចឹងយើងចូលមកមើលពីរបៀបធ្វើនៃការណែនាំខ្លួនដើម្បីឲ្យគេស្គាល់ណាឲ្យគេស្គាល់នៅកន្លែងនេះគេសួរថា Do you know them ណា Do you know them ណាតើអ្នកឯងស្គាល់ពួកគាត់អត់ស្គាល់ពួកគាត់នឹងពីរអ្នកហ្នឹងអត់អូខេពីរអ្នកហ្នឹងគឺរវាង Darcy ហើយនិង David Guetta ប៉ុន្តែនៅក្នុងកន្លែងនេះគេឲ្យយើងស្គាល់ពី Darcy សិនណារបៀបរៀនណែនាំខ្លួនគឺអញ្ចឹងណាបាទនៅរៀនធ្វើតារាងរៀនធ្វើតារាងអញ្ចឹងមកនៅក្នុងនេះគេឧទ្ទិសនាមប្រាប់ពី Darcy Bussell Ballet Dancer ណានៅលើទំព័រហ្នឹងគេដាក់អញ្ចឹងសរសេរងាយបាននេះតែយើងរៀនសរសេរខ្លីៗដោយខ្លួនឯងបង្ហាញឧទ្ទិសនាមខ្លួនដោយខ្លួនឯងដើម្បីឲ្យគេងាយយល់យ៉ារបៀបធ្វើទី1យើងមើលគេធ្វើណាលើគេធ្វើហើយយើងរៀនធ្វើដោយខ្លួនឯងផងបានយើងងាយចេះអង់គ្លេសផងយើងស្គាល់ពីរបៀបរបបធ្វើការផងណាបានន័យថាយើងគ្រប់គ្រងពីគេតែលក្ខណៈសម្បត្តិរបស់កិច្ចការអ្វីដែលខ្លួនឯងធ្វើគឺយើងត្រូវរៀបរាប់អញ្ចឹងទី1 ប្រឡងទី1គេឲ្យយើងសរសេរតែពាក្យយើងធ្វើមក
job ណា job job នោះសំដៅទៅលើអីយ៉ាតែគូសុំនិយាយដូចបកប្រែជូនទៅចោះបាន job នោះសំដៅទៅលើការងារទី2 country ហ្នឹងបានន័យថាប្រទេសខ្លួនឯងប្រទេសមិនមែនចាំដល់ប្រទេសរបស់នៃ Darcy ហ្នឹងទេបានន័យថាប្រទេសខ្លួនឯងនេះគឺចង់និយាយថាយើងនៅប្រទេសណាយើងថាប្រទេសហ្នឹងទៅបើ Darcy គាត់នៅប្រទេសគាត់យើងដាក់គាត់ដល់ប្រទេសគាត់ទៅហើយយើងនៅប្រទេសយើងដាក់ប្រទេសយើងមក Cambodia មកណា job country បានមក home now home ហ្នឹងសំដៅទៅលើផ្ទះណា now ហ្នឹងប្រែថាឥឡូវហ្នឹងបច្ចុប្បន្នហ្នឹងណាផ្ទះឥឡូវហ្នឹងផ្ទះបច្ចុប្បន្នហ្នឹងណា home now ចុះមកទៀតគេឲ្យយើងបង្ហាញអំពី place of work place ប្រែមកថាទីកន្លែង of work ទីកន្លែងធ្វើការណា place of work ទីកន្លែងធ្វើការអញ្ចឹងយើងខ្លួនឯងយើងដឹងខ្លួនឯងយើង place of work របស់យើងនៅណាយើងត្រូវចេះទស្សនាខ្លួនឯងនៅណាយល់ទេចាយ៉ាមួយទៀតគឺ languages ណា languages លោកគ្រូនេះចាំអានតាមក្រោយណាលោកគ្រូបញ្យល់ពីរបៀបធ្វើការបត់បង្ហាញខ្លួនឯងសិន languages បានន័យថាភាសាមាន s បានន័យថាសំដៅទៅលើយើងចេះភាសាប៉ុន្មានយើងចេះភាសា2ដាក់2យើងចេះភាសា3ដាក់3ទៅយើងចេះភាសា4ដាក់4ទៅណារៀបរាប់ផងថាភាសានោះអីខ្លះយើងចេះណាយើងបន្តពី languages គឺនិយាយអំពី family យើងរៀបរាប់អំពី family នេះគឺសំដៅទៅលើគ្រួសារណា family សំដៅទៅលើគ្រួសារអញ្ចឹងគ្រួសារនោះសំដៅទៅលើអីខ្លះចាំទៀតលោកគ្រូល្អិតនៅក្នុងហ្នឹងអានហើយលោកគ្រូចូលបញ្យល់នឹងចង់បង្ហើយគេដាក់ថា free time ណាបទអតិសញ្ញារបស់យើងសម្រាប់ខ្លួនយើងគឺប៉ុណ្ណា free time យើងចេះឲ្យពេលហ្នឹងណាលោកគ្រូគាត់និយាយថា free time what do you do in your free time ណា what do you do in your free time អូខេណាឥឡូវយើងចាប់ផ្ដើមអានណាយើងអានកិច្ចការនេះមកអានពីកន្លែងនេះមកមុនមកពី Darcy Basel ballet dancer បន្ទាប់មកយើងអាន job ណា country home now place of work languages family yeah free time អូខេមានប៉ុណ្ណឹងឥឡូវយើងមើលពីរបៀបដែលគេចង់ណែនាំខ្លួនយើងក៏ចឹងដែរយើងត្រូវមើលពីរបៀបហ្នឹងអូខេឥឡូវបើគេនិយាយថាទី1យើងណែនាំរៀបរាប់មកប៉ុណ្ណឹងមក1 2 3 4 5 6 7ណាយើងណែនាំទី1យើងណែនាំគេប្រាប់ថាជា job យើងការងាររបស់យើងជាស្អីនៅកន្លែងនេះ Darcy Basel ក៏ប្រាប់គាត់ថាគាត់គឺជាគេនិយាយកាត់ខ្លីៗចឹងគេថាគាត់គឺជា ballet dancer and model អូខេ ballet dancer and model ballet dancer ប្រែមកថាអ្នករាំរបាំ ballet មួយណាអ្នករាំរបាំ ballet and model និងបង្ហាញម៉ូដគេអត់បាច់ទៅសេតារាបង្ហាញម៉ូដចង់ធ្វើពាក្យតារាក៏បានដែរប៉ុន្តែគេមិនចង់ឲ្យយើងប្រើច្រើនតែយើងពាក្យ model មកគេថាបង្ហាញម៉ូដបានន័យថានៅទេស្ងៀមគេមិនដែរទៅហៅណែក្មេងហាត់កៅឡើងមកបង្ហាញម៉ូដទេណាគេមិនដែលទេគេមានតែយកតារាអញ្ចឹងពាក្យហ្នឹងវានៅក្នុងន័យបង្កប់ដោយពាក្យតារារួចទៅហើយអញ្ចឹងយើងអាចថាតារាបង្ហាញម៉ូដក៏បានអ្នកបង្ហាញម៉ូដក៏បានសេចក្ដីបើគេប្រើពាក្យតារា star ណា model star អាហ្នឹងបានតែយើងអាចប្រើពាក្យតារាបង្ហាញម៉ូដបានប៉ុន្តែគឺគាត់ថាបង្ហាញម៉ូដតែប៉ុណ្្នឹងទៅខ្លីៗទៅណាអូខេ country យើងខ្លួនយើងដែលយើងឈ្មោះអីហ្នឹងណាបានន័យថាតើប្រទេសយើងនៅណា country
គឺសំដៅទៅលើប្រទេសអ៊ីងឡែនប៉ុន្តែមុននឹងរៀបរាប់ទៅដល់ប្រទេសអ៊ីងឡែនយើងត្រូវដឹងថាបើនៅចុះនៅក្នុងប្រទេសយើងតើបងប្អូននៅណាណាគោលដៅសំខាន់ឧទាហរណ៍ថាបើបងប្អូននៅទីក្រុងភ្នំពេញបងប្អូនដើរមកភ្នំពេញកម្ពុជាណាភ្នំពេញខមមួយហើយដល់កម្ពុជាយល់ទេចឹងតែបើបងប្អូននៅខេត្តឧទាហរណ៍ថាខេត្តបាត់ដំបងដើរមកបាត់ដំបង province កម្ពុជាដើរមកសៀមរាបកម្ពុជាដល់ចឹងមកណាអូខេ home now មិននិយាយពី country ឡើយឥឡូវគេនិយាយពី home ហ្មង home គឺសំដៅទៅលើផ្ទះ home ក៏ផ្ទះ house ក៏ផ្ទះណាអញ្ចឹងគ្រាន់តែចាំឲ្យចេះវានឹងទៅបានហើយដឹងថាពេលណាគេប្រើពាក្យ house ពេលណាពាក្យ home ពេលណាក៏បានដែរអត់ខ្វល់អត់ឆ្ងល់ទេចាំចូលមេរៀនលម្អិតមួយគេប្រាប់យើងបន្តមកទៀតអញ្ចឹងលោកគ្រូសូមតាធ្វើអ្វីទៅតាមលំដាប់លំដោយសិនហើយក៏មិនគួរឲ្យស្មុគស្មាញណាមិនធ្វើឲ្យស្មុគស្មាញទេរៀនអង់គ្លេសគឺរៀនចាស់ home now ផ្ទះបច្ចុប្បន្ននេះផ្ទះអល់ថ្ងៃហ្នឹងគេដាក់ថា Sydney គេយ៉ា Sydney នេះគេសំដៅទៅលើទីក្រុងមុនសិនបន្ទាប់មកបានគេនិយាយពីអូស្ត្រាលីណាគេយ៉ាគេនិយាយពីអូស្ត្រាលីតាមក្រោយមិនគេនិយាយ London ទីក្រុង London បានមកគេនិយាយប្រទេស England ណា England មិន England ទេណា England Sydney Australia អូខេ Sydney Australia ហ្នឹងដែលយើងខ្មែរយើងហៅអូស្ត្រាលីយ៉ា place of work យើងនៅណាណា place of work យើងបានន័យថា mainly នេះគេនិយាយទៅលើគោលកន្លែងដែលសំខាន់កន្លែងដែលសំខាន់នេះគឺកន្លែងធ្វើការសំខាន់របស់គាត់នេះគឺនៅ London and Sydney បាទនេះគាត់នៅទាំង London ផងនៅ Sydney ផងអញ្ចឹងមានន័យថាគាត់ធ្វើការពីរកន្លែងរវាងប្រទេសទាំងពីរ England មួយហើយនិងអូស្ត្រាលីមួយមកដែលគាត់ធ្វើការនៅ England គឺនៅទីក្រុង London ណាហើយធ្វើការនៅអូស្ត្រាលីគឺស្ថិតនៅទីក្រុងនៅរដ្ឋធានី Sydney ណាអូខេឥឡូវយើងនិយាយអំពី languages ណា languages គឺគាត់ language គាត់មាន English and a little French ណា language របស់គាត់ភាសានេះនិយាយឲ្យយើងទៅសេចូលមក languages គឺមាន English and a little French ភាសាបារាំងលោកគ្រូធ្លាប់បកប្រែអត់ណាប៉ុន្តែយើងមានពាក្យ a little មួយថ្មីពាក្យហ្នឹង a little តិចតួចចុះលេចឹងបន្តិចបន្តួចយ៉ាពាក្យ little ហ្នឹងបន្តិចបន្តួចខ្លះអាចនិយាយបានមួយម៉ាត់ពីរម៉ាត់ចឹងដែរវាមិនអត់ណាហ្នឹងហើយឥឡូវយើងនិយាយអំពី family ណា family ហ្នឹងបានន័យពាក់ព័ន្ធទៅនឹងព្រំវងគ្រួសារហើយនៅក្នុងគ្រួសារហ្នឹងយើងចាំមើលគេរៀបរាប់ថាម៉េចពាក់ព័ន្ធនឹងបញ្ហាជីវិតគ្រួសារវាមានអីខ្លះចាំមើលណាហើយយើងរៀនធ្វើតាមគេទី1គេប្រាប់ថាគាត់និយាយថាគាត់ហ្នឹងគឺ married to an Australian banker ណាបានន័យថា married to អង់គ្លេសភាសាវាណា married to ប្រែមកថា ed ណា ed មើលពី ed បានន័យគេអស័ព្ទហ្នឹងអាហ្នឹងបានន័យគេអស័ព្ទណាបានឃើញអត់ ed យើងបកថាបានទៅបានរៀបការជាមួយនឹងណាមិន marry with ទេណាតិចច្រឡំនិយាយអង់គ្លេសថា I marry with you ខ្ញុំរៀបការជាមួយអ្នកអត់ទេមែនទេ structure របស់វាគេហៅថាសំណង់ប្រយោគរបស់វាគឺ marry to នោះបកប្រែមកថារៀបការជាមួយមកអត់មាន marry with យ៉ាត់ច្រឡំពាក្យ marry with យ៉ាត់ច្រឡំអាហ្នឹងណាត្រូវតែចេះពាក្យថា marry to អាហ្នឹងអូតូម៉ាទិកត្រូវតែចាំអញ្ចឹងហើយពាក្យហ្នឹងត្រូវតែប្រើអញ្ចឹង marry to ណា marry to បានរៀបអាពាហ៍ពិពាហ៍ឬក៏រៀបការជាមួយនឹងbanker
banker បានន័យធ្វើការនៅធនាគារ banker ណាអ្នកធ្វើការនៅធនាគារដែលអ្នកធ្វើការនៅធនាគារនេះគឺជាជនជាតិអូស្ត្រាលៀនណាប្រទេសគេហៅថាអូស្ត្រាលីប្រទេសហ្នឹងអូស្ត្រាលីដល់ជនជាតិគឺអូស្ត្រាលៀនយល់ទេបានន័យថាបើជនជាតិគឺអូស្ត្រាលៀនហើយចុះដល់ភាសារបស់ប្រទេសអូស្ត្រាលីគឺប្រទេសអីភាសាអីគេEnglish ណាអញ្ចឹងបានន័យថាអូស្ត្រាលីមានប្រទេសគេដែរមានជាតិសាសន៍មួយនឹងគេដែរប៉ុន្តែនិយាយភាសាអង់គ្លេសបើយើងវិញយើងមោទនភាពថងថាយើងមានប្រទេសកម្ពុជាមួយណាប្រជាជនយើងមានចំនួនទៅតាមចំណុះនៃប្រទេសជាក់ស្ដែងយើងមានជាតិសាសន៍មួយគឺជាតិសាសន៍ខ្មែរប៉ុន្តែឥឡូវហៅជាតិសញ្ជាតិកម្ពុជាគេប្រើពាក្យចឹងប្រទេសកម្ពុជាសញ្ជាតិក៏កម្ពុជាឯភាសាដែលយើងប្រើរាល់ថ្ងៃយើងប្រើភាសាខ្មែរយើងអត់មានប្រើភាសាគេទេភាសាជាតិសាសន៍របស់យើងមកអូខេអាហ្នឹងក៏ជាមោទនភាពមួយដែរសម្រាប់ជាតិសាសន៍ខ្លួនយើងណាយើងអត់ប្រើភាសាគេណាដូចប្រទេសវៀតណាមហ្នឹងមិនមែនភាសារបស់វាទេអាហ្នឹងភាសាឡាតាំងហ្នឹងអក្សរឬដើមកណ្ដាលរបស់វាអត់មានទេសូម្បីតែភាសាអក្សរសៀមក៏ចឹងដែរសៀមឃើញវាប្រើភាសាបាត់ក្បាលបាត់កតុយបើយើងមានសក់មានក្បាលមានកតុយតែទៅបើសៀមអត់មានអីប្រើទេបានន័យថាវាផ្សំអក្សរប្រើវាយកទៅនេះតិចយកទៅតិចហ្នឹងគឺយើងនិយាយទេពិសេសយើងមានមោទនភាពត្រង់ថាអក្សរបបាលីសំស្ក្រឹតណាខ្មែរយើងទៅសេបានមានតម្កល់ឲ្យចំអក្សរខ្មែរទាំងអស់ណាសំស្ក្រឹតណាយើងមើលពីធម៌ពុទ្ធដែលទ្រង់សម្ដែងសូត្រនៅក្នុងកិច្ចប្រតិបត្តិរបស់ព្រះសង្ឃនៅក្នុងវត្តមួយសូម្បីប្រទេសណាដែលកាន់សាសនាពុទ្ធសាសអីក៏ដឹងអ្នកដឹងអ្នកមោតាសៈណាអ្នកមោតាសៈណាគឺពាក្យហ្នឹងខ្មែរយើងក៏អ្នកមោតាសៈហើយយើងទៅសេពេញនៅក្នុងអក្សរសំស្ក្រឹតក៏សេចឹងបាលីក៏សេចឹងអូខេនេះក៏ជាចំណុចរសើបមួយដែលយើងគួរតែមោទនភាពណាអូខេយើងចូលតទៀត Married to an Australian banker បានន័យថាបានរៀបការជាមួយនឹងអ្នកធ្វើការនៅធនាគារជនជាតិអូស្ត្រាលីម្នាក់ and អានេះចិត្តដល់ថ្ងៃបានបញ្យល់ហើយដោយសារពាក្យអូស្ត្រាលីនាំមុខដោយស្រៈណាអញ្ចឹងពាក្យអូស្ត្រាលីនាំមុខដោយស្រៈណាអូស្ត្រាលីតែសេដោយស្រៈគឺបានន័យថាចាំមិនក៏ប្រើដូចគេទៅអត់បានទេព្រោះស្រៈរបស់ភាសាអង់គ្លេសតែកាលណាមានលំនាំស្រៈដើមអញ្ចឹងគេត្រូវតែប្រើ n ហើយ n ហ្នឹងគឺស្មើនឹងដែរដូចគ្នាទេម្នាក់ណាអ្នកធ្វើការនៅធនាគារជនជាតិណាជនជាតិអូស្ត្រាលីម្នាក់អូខេហ្នឹងណាហើយគាត់ណែ Australian banker គាត់ឈ្មោះអីគេគាត់ឈ្មោះ Adam Forbes នេះឈ្មោះរបស់គាត់សេហៅឡាតាំងទៅឈ្មោះតែកាលណាហៅចំពីក៏អត់ដឹងថាម៉េចដែរចឹងហៅឡាតាំងមក Adam Forbes នឹងទី1គឺគ្រួសាររបស់គាត់នេះ family គាត់គឺមានជាប្តីណាជាប្តីទី2 two daughter អាហ្នឹងក៏គ្រួសារដែរឃើញអត់បានន័យជាកូនស្រី2នាក់បានន័យគាត់មានកូនស្រី2នាក់ហើយឃើញទេអាហ្នឹងគឺជាគ្រួសារហើយបានន័យជាការបង្កើតគ្រួសារមួយណាកូនស្រី2នាក់ហ្នឹងទី1ឈ្មោះ Phoebe ណា Phoebe ហើយហ្នឹង Zoe Phoebe ហើយនឹង Zoe អានេះឈ្មោះរបស់កូនអញ្ចឹងបានន័យថាគឺទាំង3នាក់ទាំង4នាក់ទាំងគាត់ហ្នឹងគាត់ប្តីគាត់កូនគាត់2នាក់ទាំងអស់4អញ្ចឹងមានន័យថាជា family ណាគឺជា family ហើយចុះបើយើងអត់ទាន់មានគ្រួសារអត់ទាន់មានកូនអត់ទាន់មានប្តីអត់ទាន់មានអីធ្វើមកយ៉ាងយើងអាចនិយាយថា I live with my mother and father ឬក៏ I live with my parents and 3 brother and 2 sister យើងនិយាយចឹងមកបងប្អូនប្រហែលអ្នកថាប៉ុណ្្នឹងទៅម៉ែឲ្យយើងនៅរស់នៅមួយគាត់យើងនិយាយចឹងមក family អូខេ
dương thì vậy trong cõi cứ nghĩ bị về lìa đại dương tụng đây ok free time giờ chân free time nó dương trẻ nó là cũng kết thúc trẻ dương cho chết thôi xem em có như vậy là có thá right story nè right story ban đây ta bị right này lại nên đây ta Nippon nè bởi sân chia dương thì vậy ở sai cho nó tiếp ban nó sọt xe tay Nippon nè chia rương ban đây ta sọt xe Nippon rương chỉ trơn chỉ trơn mình trơn là mình ai hé nó ba ấy mình từ lơ đa si đi thế nè đa si right story cái đó Darcy right story Darcy married to an American cái đó biết mau chứ mà dùng nó việc tiên đi chứ việc tiên đi mà đấy tạm quên nếu mà đây việc đa chỗ này không cái đó ok about ballet for children bạn ấy ta có tay Nippon Rico Sose sách rương đấy Nippon rương đây pi about ballet for children đây pi rồng băm ballet sầm rap khmeng nhá dạ okនេះគឺជាខណៈអត្ថបទមួយដែលយើងរៀនធ្វើដោយខ្លួនយើង introduce about yourself ណាដើម្បីឲ្យគេ know you ណាអូខេចឹងគ្រូមានប៉ុណ្ណឹងរបៀបបញ្យលមិនមែនបកស្រាយឬក៏សរសេរបកប្រែឲ្យអត់ទេគ្រូអត់បកចឹងនេះដោយសារតែកម្មវិធីរៀននៅក្នុង YouTube ណាហើយនៅក្នុង Facebook ក៏ដូចជា intermediate ផ្សេងតាមរយៈប្រព័ន្ធផ្សេងហ្នឹងលោកគ្រូបញ្យលអញ្ចឹងធ្វើអញ្ចឹងដើម្បីឲ្យមានឱកាសខ្លះប៉ុន្តែឲ្យលោកគ្រូទៅចាប់ដៃផ្ទាល់នៅដៃបងប្អូនកូនក្មួយទាំងអស់ផ្ទាល់ដូចនៅក្នុងថ្នាក់សាលាហ្មងអាហ្នឹងលោកគ្រូធ្វើផ្សេងទៀតលោកគ្រូពិនិត្យមើលផ្សេងទៀតប៉ុន្តែដល់នេះជាឱកាសតែប៉ុណ្ណឹងមានតែប៉ុណ្ណឹងណាយើងមានតែប៉ុណ្ណឹងយ៉ាអញ្ចឹងមុននឹងបញ្ចប់មេរៀនលោកគ្រូសូមផ្ដាំផ្ញើទៅមិត្តភ័ក្តិបងប្អូនកូនក្មួយទាំងអស់ដែលជា friend របស់លោកគ្រូសូមជួយគាំទ្រដល់ link Telegram របស់លោកគ្រូទី1ណាហើយនឹង channel YouTube channel Telegram ផង channel YouTube ផងលោកគ្រូនឹងបង្ហោះជូនហើយ channel YouTube នោះបានន័យថាចូលទៅ subscribe ឲ្យម្នាក់មួយផងណាបើអាច share បានក៏ share ទៅណាតែលោកគ្រូគិតថាបើពិតជាមានប្រយោជន៍ពិតជាពេញចិត្តជួយ share ឲ្យលោកគ្រូផងណា share ពី YouTube ក៏បាន share ពីFacebook ក៏បាន share ពីpage ក៏បានអូខេលោកគ្រូមាននៅក្នុង TikTok ក៏លោកគ្រូមានដែរអញ្ចឹងជួយ share ឲ្យលោកគ្រូណាបើអាណិតស្រឡាញ់លោកគ្រូគ្មានអ្វីជាការលើកទឹកចិត្តដល់អ្នកទាំងអស់គ្នាក្រៅតែពីការផ្ដល់នៅចំណេះដឹងដល់បងប្អូនកូនក្មួយតែប៉ុណ្្នឹងឯងលោកគ្រូមានតែប៉ុណ្្នឹងបើអាណិតស្រឡាញ់រាប់អានលោកគ្រូសូមជួយធ្វើកិច្ចការហ្នឹងឲ្យលោកគ្រូបានតិចម្នាក់ផងណាក៏ជាគុណបំណាច់ដែលលោកគ្រូអរគុណដែរអូខេអញ្ចឹងបានន័យថាមេរៀននេះឈានដល់ទីបញ្ចប់ត្រឹមទំព័រទី16ប៉ុន្តែសម្រាប់តែ Darcy Balsell តែប៉ុណ្ណោះយើងនៅមានម្នាក់ទៀតយើងនៅទស្សនាបន្តអូខេអញ្ចឹងសូមអរគុណនិងសូមគោរពលាអូខេ see you again on the next video